បន់ជុលឆ្នាំថ្មីជាពិធីបុណ្យសំខាន់របស់ជនរួមជាតិខ្មែរពិធីបុណ្យជុលឆ្នាំថ្មីមិនត្រឹមតែជាថ្ងៃបុណ្យប៉ុណ្ណោះទេនៅទាំងបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវប្រពៃណីដ៏យូរអង្វែងដែលបង្ហាញអំពីការដឹងគុណនិងការគោរពចំពោះឋានសួគ៌ផែនដីនិងជីដូនជីតាទៀតផងដើម្បីធ្វើឲ្យពិធីបុណ្យនេះពេញលេញពិតប្រាកដនោះវត្តអារាមនិងភូមិស្រុកនានាតែងតែមានចាត់តាំងសកម្មភាពកម្សាន្តនិងសិល្បៈប្រជាប្រិយយ៉ាងអធិកអធមដើម្បីបង្រួបបង្រួមសហគមន៍ប៉ុន្តែក្នុងប៉ុន្មានឆ្នាំជិតនេះនៅតាមភូមិស្រុកនិងវត្តអារាមមួយចំនួនបានផុសឡើងល្បែងកម្សាន្តដែលកើតឡើងដោយឯកឯងប្រមាថនិងមិនមានអរិយធម៌ដូចជាការលាបម្សៅកុកម្សៅការបាញ់ទឹកជាដើមដែលធ្វើប៉ះពាល់ដល់សោភ័ណភាពនិងប៉ះពាល់ដល់ភាពអឡារឹកនៃកន្លែងគោរពបូជាក្នុងនេតិសិល្បៈនិងវប្បធម៌ខ្មែរប្រស័យនាសប្តាហ៍នេះអ្នកយកព័ត៌មានយើងខ្ញុំមានបទយកការដើម្បីឆ្លុះបញ្ចាំងអំពីបញ្ហានេះជាបឋមសូមអញ្ជើញទស្សនិកជនស្វែងយល់អំពីរបៀបរបបនិងអត្ថន័យនៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរចំពោះជនរួមជាតិខ្មែរខែមេសាគឺជាដំណាក់កាលផ្លាស់ប្ដូររវាងរដូវប្រាំងនិងរដូវវស្សាក្នុងដំណាក់កាលនេះភ្លៀងចាប់ផ្ដើមបង្អោចុះរុក្ខជាតិរីកស្រស់អាកាសធាតុប្រែប្រួលត្រជាក់ល្អប្រការនេះបានជនរួមជាតិខ្មែរចាត់ទុកថាជាការចាប់ផ្ដើមនៃឆ្នាំថ្មីការចាត់តាំងពិធីបុណ្យចូលឆ្នាំថ្មីបានប្រារព្ធឡើងក្នុងគោលបំណងបួងសួងឲ្យរដូវប្រាំងឆាប់កន្លងផុតទៅដើម្បីចាប់ផ្ដើមឲ្យរដូវកាលថ្មីអាស្រ័យដោយមានអត្តន័យថទួលរដូវភ្លៀងថទួលរដូវដាំដុះថ្មីនិងជាពិធីបុណ្យធំបំផុតក្នុងឆ្នាំហេតុនោះកាលពីដើមបុណ្យចូលឆ្នាំថ្មីតែងបានចាត់តាំងអូបន្លាយពី10ទៅ15ថ្ងៃប៉ុន្តែក្នុងប៉ុន្មានទសវត្សរ៍មកនេះក្នុងនិន្នាការធ្វើឲ្យមានការងាយស្រួលអំពីការប្រារព្ធពិធីបុណ្យនិយាយរួមបុណ្យចូលឆ្នាំថ្មីបានកាត់បន្ថយនៅតែ3ថ្ងៃប៉ុណ្ណោះថ្ងៃចូលឆ្នាំថ្មីទម្លាប់ទំនៀមយើងបើគិតទៅតាមសុរិយាគតិជារៀងរាល់ឆ្នាំថ្ងៃ13 14ឆ្នាំ14 15 16ឆ្នាំក៏តាមអាទិត្យមាសហ្នឹងគឺថាមានលើខែហើយជួនកាលចូលឆ្នាំ3ថ្ងៃក៏មានឆ្នាំខ្លះ4ថ្ងៃថ្ងៃទី1គឺហៅដំបូងថ្ងៃចូលហ្នឹងគឺរៀបចំទីកន្លែងតាសម្បែងស្អាតស្អំបកាភ្ញីផ្លែឈើអីតាមមានតាមបាននិងនៅមុខរៀនទេវតាមុខផ្ទះហើយវត្តក៏ដូចឆ្នោះមានផ្លែឈើរៀនទេវតាតាក់តែងទៀនធូបភ្ញីវិការប៉ុន្តែមិននឹងទួលទេវតាឆ្នាំថ្មីថ្ងៃដូចជាឆ្នាំហ្នឹងយើងចូល12ថ្ងៃ11រួចយប់ហ្នឹងក៏ប្រសង់ពុទ្ធបរិស័ទធ្វើកិច្ចសម្ដែងប្រាប់ប្ររិទ្ធជូនដំណើរទេវតាឆ្នាំចាស់ហើយឡើងស្អែករៀបចំក្បួនដង្ហែទួលទេវតាឆ្នាំថ្មីនឹងល្ងាចសូត្រសម្ដែងប្រាប់ប្ររិទ្ធ10ថ្ងៃទី2គឺថ្ងៃវណ្ណបតហ្នឹងគឺថាពុទ្ធបរិស័ទយកចង្ហាន់វ័នជូនចង្ហាន់ហ្នឹងមកប្រគេនព្រះសង្ឃដើម្បីទៅប្រគេនព្រះសង្ឃទទួលនៅភោជនាហារសូត្របង្សកលឧទ្ទិសដល់បុព្វការីជនទាំងឡាយនៅថ្ងៃទី2តែទី3ហ្នឹងក៏ធ្វើចង្ហាន់មកវត្តដូចជាថ្ងៃទី1ទី2ចឹងដែរទី3ហ្នឹងគឺថារវាងម៉ោង2គេធ្វើពិធីជួបជុំពុទ្ធបរិស័ទព្រះសង្ឃមកក្នុងរោងបោសថប្រវិហារ
ដើម្បីនមស្ការសមាទានសិលតាំងចិត្តជ្រះថ្លាក្នុងឆ្នាំចាស់ចូលឆ្នាំថ្មីតាំងចិត្តជ្រះថ្លាបរិសុទ្ធមានការនឹកដល់គុណព្រះពុទ្ធពធដែលផ្ដល់នៅអូវាទដ៏ល្អសម្រាប់ពុទ្ធបរិស័ទព្រះសង្ឃធ្វើការប្រតិបត្តិរក្សានៅពុទ្ធសាសនាមានការស្រោចស្រង់គន្ធវេរីដល់ព្រះពុទ្ធរូបរួចនឹងមានចូលមកគេស្រោចស្រពដល់ស្រោចស្រង់ដល់ចៅអធិការឪពុកម្ដាយអ្នកមានគុណនៅឯផ្ទះនឹងបាំងសកលឧទ្ទិសជូនដល់អ្នកមានគុណដែលស្លាប់បាត់បង់បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរមិនត្រឹមតែរក្សាបានអត្ថន័យដើមត្រូវតាមសារៈសំខាន់ប៉ុណ្ណោះទេនៅទាំងបានធ្វើឲ្យសមស្របជាមួយនិន្នាការសមាហរណកម្មសម័យទំនើបគឺបានបន្សល់ទុកដោយពិតប្រាកដនៅសម្រស់វប្បធម៌ក្នុងសន្តានចិត្តប្រជាជននិងភ្ញៀវទេសចរជាតិឆ្ងាយទៀតផងប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីនេះក្រៅពីការចាត់តាំងពិធីបុណ្យតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅតាមភូមិស្រុកនិងវត្តអារាមមួយចំនួនបានផុសឡើងល្បែងកម្សាន្តដែលកាត់ឡើងដោយឯកឯងប្រមាថនិងមិនមានអរិយធម៌ដូចជាការលាបម្សៅខុបម្សៅការបាញ់ទឹកជាដើមដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពនិងប៉ះពាល់ដល់ភាពអូឡារឹកនៃកន្លែងគោរពបូជាសកម្មភាពនេះអាចបណ្ដាលឲ្យបាត់សន្តិភាពរបៀបរៀបរយនៅតាមភូមិស្រុកជាពិសេសគឺវត្តអារាមធ្វើឲ្យសាបសូន្យវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ជនរួមជាតិខ្មែរដើម្បីធានាឲ្យជនរួមជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានសប្បាយរីករាយរួមចំណែករក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនរួមជាតិខ្មែរមូលដ្ឋានមួយចំនួនបានចេញសេចក្តីប្រកាសហាមផ្តាច់ការចាត់តាំងនិងចូលរួមល្បែងដែលផុសឡើងថ្មីនេះហើយក៏ទទួលបានការយកចិត្តទុកដាក់និងគាំទ្រយ៉ាងខ្លាំងពីព្រះសង្ឃនិងមាមីងជនរួមជាតិខ្មែរជាពិសេសគឺសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុងហើយក្រៅពីកិច្ចការទាំងអស់ស្រង់ទឹកកន្ធវេរីដល់ពុទ្ធរូបឪពុកម្ដាយអ្នកមានគុណគ្រូបាអាចារ្យហើយគេកាត់កន្លោយដោយកន្លែងគេចាត់កម្មវិធីជូនពរជ័យគ្នារវាងបងប្អូនញាតិមិត្តភូមិស្រុកក្នុងនោះមានការលេងល្បែងប្រជាប្រិយដូចជាហុកក្រុងវ័យឆ្នាំងច្រៀងរំវង់អានឹងតាមកន្លែងដោយកន្លែងគឺសិតសឹងតែមានការរៀបច្រៀងរក្សាអបអរឆ្នាំថ្មីទី2ទៀតមានការល្បែងមានការអូសប្រត់សាច់ទឹកយើងមិនសូវមានសាច់ទឹកទេពីដើមហើយឥឡូវហ្នឹងក៏បញ្ចេញនៅវប្បធម៌ក្រៅពីវប្បធម៌របស់ជាតិយើងមានតែកន្លោះទឹកស្រោចទឹកអបអរសាទរសម័យនឹងរបៀបយកវប្បធម៌ពីណាមកនឹងមានការសាច់បាច់នៅម្សៅធ្វើឲ្យប្រឡាក់ប្រលោះអាវខោរូបរាងអានេះកាន់តែល្បែងមួយមិនសមស្របនេះត្រូវលាបបង្ចូលจึงសូមពាវនាវដល់បណ្ដាវត្តញាតិញោមភូមិស្រុកប្រសង់ចៅអធិការហាមផ្ដាច់រាល់យុវ័នយុវតីកុមារាកុមារីលេងល្បែងសាច់បាច់នៅម្សៅហ្នឹងគឺមិនល្អមិនសមរម្យទី1នាំឲ្យប្រឡាក់ប្រលោះរត់ដេញគ្នាហ្នឹងក៏មានគ្រោះថ្នាក់ដួលឬថាអីនាំឲ្យមានបញ្ហាហើយមិនសមស្របនឹងប្រពៃណីទំនៀមទម្លាប់របស់យើងអញ្ចឹងពីរឿងចូលឆ្នាំក៏មានទំនៀមទម្លាប់ពីនេះចាស់ទុំតាមក្បួនរាយរាប់ឲ្យដឹងថាមិនយើង
ចូលឆ្នាំពីដើមខែ12គឺខែកដឹក12នឹងខែកដឹកជាង12ខែខ្មែរចិនចូលឆ្នាំហើយដល់ចាប់ទុំយើងឃើញពេលនឹងនៅរដូវស្រូវស្រែច្រូតកាត់មិនតាន់ហើយស្រែកបាច់នេះក៏ដាក់ទៅដល់ខែចេតឬខែវិសាខទៅតាមហោរាសាស្ត្រតេតោឆ្នាំខែម៉ង365ថ្ងៃនឹងជួបនៅខែណាថ្ងៃណាចូលឆ្នាំចិនចូលខែចេតឬខែវិសាខវិញហើយបើតាមពុទ្ធហោរាសាស្ត្រដេញខែឆ្នាំថ្ងៃចូលឆ្នាំរបស់ខ្មែរយើងច្រើនតែស័ក្តិសិទ្ធិចាក់ឡាក់ផិតនៅក្នុងថ្ងៃសូរិយាកតេពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរនៅខេត្តវិញឡុងក៏ដូចជាជនរួមជាតិខ្មែរណាំបគឺជាព្រឹត្តិការណ៍វប្បធម៌បានចាត់តាំងឡើងក្នុងសហគមន៍ដើម្បីបង្ហាញនូវការគោរពរបស់មនុស្សចំពោះទេវតាឆ្លុះបញ្ចាំងនៅបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់មនុស្សក្នុងការរស់នៅទំនៀមទម្លាប់នៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរមិនត្រឹមតែរក្សាបានតម្លៃវប្បធម៌ប៉ុណ្ណោះទេគឺនៅទាំងមានទាំងតម្លៃសង្គមនិងសីលធម៌ទៀតផងឆ្លងតាមរយៈនៃការទំនាក់ទំនងវប្បធម៌ជាមួយជនជាតិនានាក្នុងសហគមន៍និងការរីកចម្រើននៃខឿនសេដ្ឋកិច្ចសង្គមគិច្ចរបស់ប្រទេសជាតិជនរួមជាតិខ្មែរមានគំនិតចេះកែប្រែពិធីបុណ្យទាំងអស់ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីឲ្យសមស្របតាមនិន្នាការនៃសម័យកាលត្រូវតាមគោលការណ៍និងគោលនយោបាយរបស់បកនិងរដ្ឋសមស្របជាមួយទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ